បាទសួស្តីបងប្អូននិស្សិតសាជាថ្មីបាទថ្ងៃនេះយើងនឹងសិក្សាអំពី topic 2ប្រធានបទទី2បន្តអំពី topic 1ដែលយើងសិក្សានៅក្នុងវីដេអូវគ្គមុនបាទនៅក្នុង topic ទី2នេះគឺយើងនិយាយអំពីការអនុវត្តនៃគំរូគណិតវិទ្យាឬក៏អាចនិយាយដែរខ្លីថាជាការអនុវត្តនៃអនុគមនៅក្នុងជីវភាពជាក់ស្ដែង applications of mathematical models នៅក្នុង topic មួយនេះអ្នកទាំងនឹងឃើញពីការប្រើប្រាស់អនុគមដើម្បីដោះស្រាយបញ្ហាផ្សេងនៅក្នុងជីវភាពរស់នៅជាក់ស្ដែងថាតើយើងប្រើវាក្នុងរឿងអីខ្លះបាទអញ្ចឹងស្អីគេជាគំរូគណិតវិទ្យាឬក៏យើងហៅថា mathematical models បាទគំរូគណិតវិទ្យានិយាយខ្លីគឺជាការប្រើប្រាស់ mathematical concept ដើម្បីពិពណ៌នាបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាទដូចជាកំណើនប្រជាជនតម្រូវការនៃផលិតផលមួយសង្ឃឹមរស់ឬក៏ល្បឿននៃវត្ថុមួយផ្លាស់ទីជាដើមបាទនៅក្នុងការប្រើប្រាស់គំរូគណិតវិទ្យាមានជំហានសំខាន់មួយចំនួនដូចតែបានគូបញ្ជាក់នៅក្នុងយ៉ាក្រាមមួយនេះបាទទី1យើងត្រូវសិក្សាអំពីបញ្ហាជាក់ស្ដែងបាទនៅក្នុងជីវភាពជា real world problem តោះមកយើង formulate វាជា concept គណិតវិទ្យាបាទមានន័យថាទាញ real world real problem ឲ្យទៅជាគណិតវិទ្យាដូចជាអនុគមបាទតោះមកយើងដោះស្រាយវាបាទបន្ទាប់ពីដោះស្រាយហើយយើងអាចទាញជាការសន្និដ្ឋានបាទបន្ទាប់ពីការបានការសន្និដ្ឋានហើយយើងអាចបកស្រាយលទ្ធផលហើយប្រើវាសម្រាប់ការព្យាករណ៍នៅក្នុងជីវិតជាក់ស្ដែងវិញបាទអញ្ចឹងគោលបំណងសំខាន់នៃគំរូគណិតវិទ្យាមាន2ទី1គឺយើងអាចប្រើវាដើម្បីយល់ដឹងពីបាតុភូតបានស៊ីជម្រៅបាទទី2គឺអាចប្រើវាដើម្បីប៉ាន់ស្មានពីនិន្នាការអនាគតបាទហើយគំរូគណិតវិទ្យាយើងបែងចែកជា2សំខាន់ទី1គឺគំរូ linear model ហើយទី2គឺគំរូមិន linear non linear model យើងនឹងសិក្សាអំពីគំរូទាំងពីរនេះភ្ជាប់ជាមួយនឹងបញ្ហាជាក់ស្ដែងបងប្អូននឹងឃើញនៅក្នុង slide បន្តបាទឥឡូវខ្ញុំផ្ដើមចេញពីគំរូ linear មុនបាទអញ្ចឹងគំរូ linear គឺយើងប្រើអនុគម linear បាទដែលមានទម្រង់ fx ស្មើនឹង mx បូក b ដែលនៅក្នុងវីដេអូមុនយើងដឹងថា m គឺជាមេគុំប្រទិស slope ហើយ b នេះគឺជាតម្លៃកាត់អក្សរដែលយើងហៅជាភាសាអង់គ្លេសថា y-intercept ហើយក្រាហ្វអនុគម linear មួយនេះគឺសល់មកចេញជាបន្ទាត់បែបនេះយើងឲ្យឈ្មោះថាអនុគម linear មកពាក្យ line សារក្រាហ្វវាជាបន្ទាត់បាទអញ្ចឹងខ្ញុំឲ្យឧទាហរណ៍មួយដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់អនុគម linear បាទអញ្ចឹងយើងដឹងដល់គ្នាថានៅពេលដែលខ្យល់ក្តៅវាផ្លាស់ទីឡើងទៅលើវារីកមាឌហើយវាទស្សនៈអញ្ចឹងគេដឹងថាសីតុណ្ហភាពនៅលើដីរបស់វាគឺស្មើនឹង20អង្សា Celsius ហើយនៅពេលដែលវាឡើងទៅដល់កម្ពស់1គីឡូម៉ែត្រខាងលើវាធ្លាក់ចុះនៅសល់តែ10អង្សាអញ្ចឹងចូលសរសេរសីតុណ្ហភាពបាទជាអនុគមនៃកម្ពស់ដោយសន្មតថាអនុគម linear ជាគំរូសមស្របហើយយើងដឹងទាំងអស់គ្នាថាសីតុណ្ហភាពវាប្រែប្រួលទៅតាមរយៈកម្ពស់បាទអញ្ចឹងនៅទីនេះយើងអាចនិយាយថា temperature is a function of age ជាអនុគមនៃ age ឬក៏កម្ពស់បាទអញ្ចឹង
តាមបំរាប់ខាងលើមាននៅទីនេះយើងសន្មតថាអនុគម linear ជា model សមស្របនៅក្នុងបរិបទមួយហ្នឹងអញ្ចឹងតាមអ្វីដែលគេប្រាប់យើងអាចឆ្លើយសំណួរហ្នឹងបែបបាទទីមួយយើងសន្មតថា temperature តាមលេខ T នេះគឺអាស្រ័យបែបអនុគម linear ជាមួយនឹងកម្ពស់ h បាទអញ្ចឹងយើងអាចសេថា T ស្មើនឹង mh បូក b ដែលនៅទីនេះ m ជាមេគុណប្រទេសហើយនឹង b ជា y intercept បាទបើសិនជា h ស្មើ0យើងដឹងថាសីតុណ្ហភាពវា20អង្សាគឺនៅរយៈកម្ពស់ដីបាទអញ្ចឹងយើងអាចជំនួស h ស្មើ0ពេលនោះ t នឹងខ្លាយជា20បាទហើយយើងទាញបាន b ស្មើ20បាទសម្រាប់ទី2គឺនៅពេលដែល h ស្មើ1គីឡូម៉ែត្រទៅខាងលើសីតុណ្ហភាពគឺធ្លាក់ចុះពី20ទៅសល់តែ10បាទអញ្ចឹងជួសចូលក្នុង model របស់យើងជាថ្មីមកទៀតយើងទាញរកឃើញ m ស្មើដល់10បាទអញ្ចឹងពេលរក m ហើយនឹង b ឃើញយើងបាន model របស់យើងគឺ t ស្មើនឹង10h បូក20បាទនេះជាទំនាក់ទំនងរវាងសីតុណ្ហភាពហើយនឹងកម្ពស់បាទដែលមានប៉ារ៉ាម៉ែត្រ10ហើយនឹង20ជាក់ស្ដែងបាទអញ្ចឹងពេលដែលយើងបាន model នេះតាមរយៈសមត្ថកម្មនោះយើងអាចប្រើដើម្បីឆ្លើយសំណួរ B C ហើយទីមួយគឺសងក្រាបបាទយើងសងក្រាបមកក្រាបវាចេញជាបន្ទាត់បែបនេះសាមេគុណទិវាអវិជ្ជមានទាំងបន្ទាត់ហ្នឹងវាចុះទី2តែយើងអាចបកស្រាយមេគុណប្រតិទិហ្នឹងមានន័យថាម៉េចគឺនៅក្នុង model របស់យើងមេគុណប្រតិទិស្មើដល់10បាទគឺនៅទីនេះដល់10វាប្រាប់ពីអត្រាបំរែបំរួលនៃកម្ពស់ធៀបនឹងនៃសីតុណ្ហភាពធៀបនឹងកម្ពស់បាទដល់10នៅទីនេះមានន័យថាដល់10អង្សាក្នុង1គីឡូម៉ែត្របាទមានន័យថារៀងរាល់ដែលកម្ពស់ប្រែប្រួល1គីឡូម៉ែត្រធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះ10អង្សាអានេះជាអត្ថន័យនៃមេគុណប្រតិទិបាទជាបន្ទាត់វាប្រាប់ថាបន្ទាត់ដាំក្បាលចុះប៉ុន្តែនៅក្នុង real context នៅក្នុងស្ថានភាពមួយនេះគឺវាប្រាប់ពីកម្រិតប្រែប្រួលនៃសីតុណ្ហភាពទល់ជាមួយនឹងកម្ពស់អញ្ចឹង slope ស្មើដល់10មានន័យថារៀងរាល់ដែលកម្ពស់កើន1គីឡូម៉ែត្រសីតុណ្ហភាពនឹងចុះ10អង្សាបាទតបមកយើងអាចប្រើ model របស់យើងដើម្បីប៉ាន់ស្មានសីតុណ្ហភាពនៅកម្ពស់ 2.5 គីឡូម៉ែត្រនៅទីនេះយើងអត់មានទេទិន្នន័យរបស់យើងមានអត់ដឹងថាតើ 2.5 គីឡូម៉ែត្រកម្ពស់សីតុណ្ហភាពវាស្មើប្រមាណនេះប៉ុន្តែលទ្ធផលនេះយើងសន្និដ្ឋានចេញអំពី model ដែលយើងទំរឹកឃើញអញ្ចឹងយើងអាចចំនួន h ស្មើ 2.5 ទៅនោះ t នឹងស្មើដល់5អញ្ចឹងយើងអាចព្យាករណ៍បានថានៅកម្ពស់ 2.5 គីឡូម៉ែត្រសីតុណ្ហភាពធ្លាក់នៅសល់ដក5សង់អង្សាសេបាទតបមកខ្ញុំមើលឧទាហរណ៍មួយទៀតបណ្ដានៅទីនេះយើងចាប់អារម្មណ៍បាទពីកម្រិតនៃកាបូនឌីអុកស៊ីតបាទគិតជា ppm នៅតាមឆ្នាំនីមួយយើងស្រង់មកបានជាតារាងបែបនេះអញ្ចឹងយើងមិនដឹងថាតើ model ស្អីដែលសមស្របជាមួយនឹងទិន្នន័យដែលផ្ដល់ឲ្យទេប៉ុន្តែនៅទីនេះយើងដឹងថាមានបរិមាណ2ដែលយើងចាប់អារម្មណ៍ទី1គឺកម្រិតកាបូនឌីអុកស៊ីតហើយទី2គឺឆ្នាំអញ្ចឹងមើលតាមតារាងយើងឃើញថាកម្រិតកាបូនឌីអុកស៊ីតប្រែប្រួលទៅតាមពេលទៅតាមឆ្នាំអញ្ចឹងនៅទីនេះតាម concept ចេញពី topic ទី1យើងឃើញថាកម្រិតកាបូនឌីអុកស៊ីតគឺជាអនុគមនៃឆ្នាំបាទអញ្ចឹងយើងសាកល្បងសងទិន្នន័យនេះមកបាទសងកម្រិតកាបូនឌីអុកស៊ីតធៀបនឹងឆ្នាំអញ្ចឹងយើងសងយើងហៅទៅកើតបានជា scatter plot បាទយើងបានចំណុចបែបនេះបាទអញ្ចឹងយើងឃើញថាចំណុចឬក៏ក្រាប scatter plot នេះរត់ស្ទើរតែជាបន្ទាត់តបាទអញ្ចឹងនៅទីនេះយើងអាចសន្និដ្ឋានថាអនុគម linear គួរតែជា model សមស្របសម្រាប់ពិពណ៌នាតំណែងរវាងកាបូនឌីអុកស៊ីតជាមួយនឹងឆ្នាំបាទអញ្ចឹងគោលដៅរបស់យើងគឺរកបន្ទាត់ដែល fit ជាមួយចំណុចអស់ហ្នឹងបាទអញ្ចឹងខ្ញុំប្រើវិធីសាស្ត្រកាត់តាម2ចំណុចបាទទី1ខ្ញុំរើសចំណុចទី1ហើយនឹងចំណុចចុងក្រោយយកដើម្បីបង្កើតបន្ទាត់ហ្នឹងហើយ
អ្នកទាំងគ្នាអាចប្រើចំណេះដឹងពី high school មកគឺថារើបន្ទាត់កាត់តាមពីចំណុចហើយពីចំណុចដែលខ្ញុំរើសគឺចំណុចចាប់ផ្ដើមនិងចំណុចចុងក្រោយជាលទ្ធផលខ្ញុំបានអនុគម linear មួយនេះបាទប៉ុន្តែនៅទីនេះវាហាក់ដូចជាយើងមានចំណុចជាច្រើនប៉ុន្តែយើងប្រើចំណុចតែពីរអញ្ចឹងយើងហាក់ដូចជា ignore ចំណុចដែលនៅកណ្ដាលចោលហើយជាក់ស្ដែងពេលដែលយើងសងបន្ទាត់ដែលយើងទិញរើឃើញនេះវាកាត់ចំតែពីរចំណុចគឺចំណុចចាប់ផ្ដើមនិងចំណុចបន្ទាប់អញ្ចឹងអាចចំណុចផ្សេងវាខុសវាប៉ាន់ស្មានខុសអញ្ចឹងបាននៅក្នុងនៅទីនេះយើងគួរតែប្រើវិធីសាស្ត្រដែលគួរតែគិតចំណុចទាំងអស់ជាជាងគិតតែចំណុចពីរអញ្ចឹងយើងប្រើវិធីសាស្ត្រមួយទៀតគេហៅថា linear regression ប៉ុន្តែនៅទីនេះយើងប្រើ software មួយចំនួនសិនដោយសារតែដើម្បីរកអនុគម linear ដោយប្រើចំណុចទាំងអស់វាស្មុគស្មាញអញ្ចឹងយើងប្រើកម្មវិធី GeoGebra បាទខ្ញុំនឹងបង្ហាញពីរបៀបប្រើវានៅក្នុងថ្នាក់រៀនជាក់ស្ដែងអញ្ចឹង GeoGebra បញ្ចូលចំណុចទាំងអស់ហ្នឹងមកតបមកវា generate បន្ទាត់ថ្មីឲ្យយើងតែបន្ទាត់នេះវាយើងសងទៅឃើញថាវាសមស្របជាងបន្ទាត់មុនដោយសារតែបន្ទាត់របស់យើងគឺគៀកទៅនឹងចំណុចទាំងអស់អាពីមុនវាតម្រូវតែចំណុច2គឺចំណុចទី1និងចំណុចបញ្ចប់តែឥឡូវនេះបន្ទាត់ថ្មីគឺវាសម្របសម្រួលបាទវាសម្របសម្រួលឲ្យត្រូវចំណុចភាគច្រើនបាទអញ្ចឹងមើលនៅទីនេះយើងឃើញថា model មាន2សុទ្ធតែ linear ប៉ុន្តែប្រហែលជា model ទី2នេះសមស្របជាងដោយសារតែវាស៊ីគ្នាជាមួយនឹងទិន្នន័យជាក់ស្ដែងបានច្រើនចំណុចជាងmodel ទី1បាទបន្ទាប់ពីបាន model នេះហើយអ្នកនេះអាចប្រើដើម្បីឆ្លើយសំណួរដូចខាងលើមកអញ្ចឹងគឺថាប្រើវាដើម្បីព្យាករណ៍ដើម្បីបានស្មានថាតើនៅឆ្នាំ1187នេះកម្រិតកាបូនិកអុកស៊ីតស្មើប៉ុន្មានតាមតារាងមិញនៅក្នុងឆ្នាំ1187នេះគឺអត់មានទិន្នន័យទេអញ្ចឹងយើងវាស់តែ86 88តែ87អត់មានអញ្ចឹង87យើងអាចប្រើអនុគម linear ដែលយើងទឹកបង្កើតបានមិញហ្នឹងដើម្បីព្យាករណ៍កម្រិតកាបូនិកអុកស៊ីតបាទតែមកយើងអាចព្យាករណ៍ទៅឆ្នាំដែលអត់ទាន់មកដល់ដែរបាទអញ្ចឹងយើងអាចព្យាករណ៍ឆ្នាំ2025បាទព្រោះឆ្នាំនេះយើងអត់ទាន់បិទបញ្ចប់ទេតបិទបញ្ចប់អានឹងថាកម្រិតកាបូនិកអុកស៊ីតស្មើប៉ុន្មានអញ្ចឹងយើងអាចព្យាករណ៍ទុកពីឥឡូវទៅថាតើពេលដល់ចប់ឆ្នាំ2025ហ្នឹងទិន្នន័យជាក់ស្ដែងវាត្រូវគ្នាជាមួយនឹង model របស់យើងហើយយើងអាចប្រើ model មិញដើម្បីឆ្លើយគឺថាតើពេលណាដែលកម្រិតកាបូនិកអុកស៊ីតហ្នឹងវាឡើងលើសកម្រិត600 ppm ដែលយើងអាចនិយាយថាកម្រិតនេះគឺកម្រិតបកាសន្នបាទអញ្ចឹងសំណួរនេះអ្នកគ្នាអាចឆ្លើយដោយប្រើអនុគម linear ហើយអនុគម linear នេះសួរតើបានមកពីណាគឺបានមកពីទិន្នន័យដែលយើងស្រង់ទុកនៅក្នុងតារាងនេះបាទហើយនៅទីនេះយើងឃើញថាវាធៀបមួយនឹងឧទាហរណ៍ទី1គឺថាយើងអត់ទាន់សម្រេចថាអនុគម linear សមស្របឬក៏អត់ទេគឺយើងមើលទៅលើ real data សិនតមកយើងធ្វើ scatter plot ដើម្បីមើលនិន្នាការរបស់វាហើយយើងឃើញថានិន្នាការវាស្តៀងមួយនឹងបន្ទាត់អញ្ចឹងបានយើងសម្រេចចិត្តរើសបន្ទាត់ជាគំរូបាទហើយចុងក្រោយនៅពេលដែលយើងបានគំរូ linear មួយហ្នឹងមកយើងអាចយកមកឆ្លើយសំណួរអស់នេះបានដែលជាសំណួរដែលយើងចាប់អារម្មណ៍នៅក្នុងជីវិតជាក់ស្ដែងបាទឥឡូវយើងមើលគំរូទី2គឺគំរូមិន linear បាទអញ្ចឹងនៅទីនេះយើងសន្មតថាមានបាល់មួយយើងទម្លាក់វាពីលើអគារមួយដែលមានកម្ពស់450ម៉ែត្រអាចសន្មតថាជាអគារនៅក្នុងសាកលភូមិន្ទភ្នំពេញយើងតោះមកយើង track បាទកម្ពស់របស់វាទៅតាមរយៈពេលដែលវាធ្លាក់បាទអញ្ចឹងយើងដឹងថាពេលដែលយើងចាប់ផ្ដើមប្រឡែងបាល់ហ្នឹងគឺកម្ពស់វាប្រែប្រួលទៅតាមពេលវេលាវាអត់នៅត្រឹងឯបាល់ហ្នឹងវាចាប់ផ្ដើមធ្លាក់ចុះអញ្ចឹងទិន្នន័យខាងតារាងខាងក្រោមនេះបង្ហាញពីរយៈកម្ពស់ធៀបជាមួយនឹងរយៈពេលនីមួយៗគិតជាវិនាទីយើងឃើញថាពេលដែលយើងចាប់ផ្ដើមតម្លាក់គឺនៅខណៈពេល0គឺកម្ពស់វាគឺស្មើកម្ពស់អគារ450ម៉ែត្រមួយវិនាទីក្រោយមកវាថយចុះនៅសល់តែ445ទេហើយហូរហែមកអញ្ចឹងនៅទីនេះយើងឃើញថាកម្ពស់ប្រែប្រួលទៅតាមរយៈពេលយើងអាចនិយាយបានថាកម្ពស់ជាអនុគមនៃពេលបាទអញ្ចឹងសំណួរសួរថាអនុគមណាដែលសមស្របសម្រាប់ពិពណ៌នា
កម្ពស់ធៀបមួយនឹងពេលហ្នឹងអញ្ចឹងបើយើង follow តាម concept ពីមុនយើងអត់ទាន់សម្រេចចិត្តថាយកអនុគមមួយណាទេយើងធ្វើ scatter plot សិនអញ្ចឹងយើងសង់ទិន្នន័យហ្នឹងមកយើងឃើញថាដំណើរនៃចំណុចហ្នឹងវាអត់រត់ត្រង់ដូចបន្ទាត់ដូចមុនទេវាហាក់ដូចជាកោងចុះហើយតាមបទពិសោធន៍យើងឃើញថាលំនាំនេះគួរតែ fit ដោយអនុគម parabol សមស្របបាទយើងអត់ប្រើបន្ទាត់ទេយើងប្រើ parabol ម្ដងហើយ parabol ដូចអ្នកភាពដឹងនេះគឺជាអនុគម degree ទី2បាទអញ្ចឹងនៅទីនេះយើងនឹងប្រើអនុគម degree ទី2បាទអញ្ចឹងដូចគ្នាដែរខ្ញុំនឹងប្រើកម្មវិធី GeoGebra ដើម្បី fit ចំណុចទាំងអស់ហ្នឹងជាមួយនឹងគុំ degree ទី2អញ្ចឹង degree ទី2វាមាន3តួមាន AT grade បូក BT បូក C នេះតែប៉ុន្តែនៅពេលដែលយើង fit មួយទិន្នន័យយើងបានតម្លៃ parameter ទាំង3ដូចបានបង្ហាញនៅក្នុង slide អញ្ចឹងពេលដែលបានអានេះហើយយើងឃើញថាអនុគម degree ទី2ជាបង្ហាញពីតំណែងរវាងកម្ពស់ធៀបនឹងពេលពេលដែលយើងសង់ក្រាហ្វហ្នឹងមកឃើញថា parabol គឺ fit ល្អមែនតើជាមួយនឹងទិន្នន័យទាំងអស់យើងបន្ទាប់ពីបាន model degree ទី2នេះហើយអ្នកនេះអាចប្រើវាដើម្បីឆ្លើយសំណួរសំខាន់នេះមួយសំណួរគឺថាពេលណាបាល់ធ្លាក់ដល់ដីអញ្ចឹងមើលអ្នកគេត្រឡប់ទៅមើលតារាងមិញវិញយើង check បានតែ9វិនាទីដំបូងទេគឺនៅវិនាទីទី9បាល់អត់ទាន់ដល់ដីទេគឺវានៅកម្ពស់61ម៉ែត្រអញ្ចឹងសំណួរសួរថាតើវានឹងធ្លាក់ដល់កម្រិត0គឺបុកដីហ្នឹងនៅរយៈពេលប្រមាណអញ្ចឹងក្នុងតារាងអត់មានផ្ដល់ឲ្យទេអញ្ចឹងយើងនឹងឆ្លើយសំណួរនេះដោយប្រើ model ដែលយើងទិញរកឃើញអញ្ចឹងមានន័យថាសួររកពេល t ដែលត្រូវជាមួយនឹង h ស្មើ0អញ្ចឹងខ្ញុំនឹងឲ្យ h ស្មើ0មកហើយដោះស្រាយរក t អញ្ចឹងនៅទីនេះអ្នកនរគ្នាត្រូវដោះស្រាយរក t ចេញពីសមីការមួយនេះអញ្ចឹងជាសមីការ degree ទី2ដែលយើងធ្លាប់រៀននៅ high school ហើយបាទយើងប្រើ discriminant មិនយ៉ាងនេះប្រើ data តទៅពីដោះស្រាយមកយើងបានចម្លើយមាន2ប៉ុន្តែមួយជាតម្លៃអវិជ្ជមានយើងអត់យកទេដោយសារតែចម្លើយជាពេលมันអាចអវិជ្ជមានអញ្ចឹងយើងរកឃើញថាប្រហែលជា9.67 វិនាទីបាល់នឹងដល់ដែរអញ្ចឹងមិញយើង check វាបានដល់9វិនាទីហើយវានៅកម្ពស់61ម៉ែត្រអញ្ចឹងមិនដល់វិនាទីទៀតទេវានឹងដល់ដីបាទជាក់ស្ដែងបើយើងនៅចាំដល់វាបុកដីប្រហែលជាយើងនឹងឃើញថារយៈពេលហ្នឹងគឺដូចជាមួយនឹង model ដែលព្យាករយើងហ្នឹងបាទអញ្ចឹងនេះជាឧទាហរណ៍មួយទៀតនៃការប្រើប្រាស់អនុគមដើម្បីដោះស្រាយនៅបញ្ហាជាក់ស្ដែងហើយយើងឃើញថានៅទីនេះបើយើងប្រើអនុគម linear វាអត់សមស្របទេដោយសារតែ scatter plot យើងវាបង្ហាញពីខ្សែកោងមិនមែនជាបន្ទាត់អញ្ចឹងតាមបទពិសោធន៍រៀងរបៀបហ្នឹងយើងគិតថាគួរតែជា parabol ហើយយើងក៏សម្រេចចិត្តរើសទៅ degree ទី2បាទអនុគម degree ទី2ហើយអនុគមមិន linear ក្រៅតែពីអនុគម degree ទី2មានមួយ order ទៀតដែលយើងអាចប្រើបានដូចជាអនុគម exponential បាទអនុគម exponential វាពាក់ព័ន្ធជាមួយនឹងអត្រាម្រែព្រោះវាអត់ទេគឺវា double វាទៅតាមទំហំជាក់ស្ដែងនេះដូចជាគំរូការធ្វើមីតូសនៃកោសិកាជាដើមអញ្ចឹងតែដំបូងមានតែមួយទេក្រោយមកវា double វាឡើង2ឡើងទៅ4ឡើងទៅ8អីចឹងទៅចាគំរូហ្នឹងគឺត្រូវជាមួយនឹង exponential ហើយបាទគំរូដែលអាចប្រើ exponential បានអាចតាក់ទងនឹងចំនួនប្រជាជនបាទចំនួនប្រជាជនដូចជាចំនួនប្រជាជនលើពិភពលោកអីហ្នឹងគឺអត្រាម្រែម្រួលគឺអាស្រ័យឬក៏សមមាត្រជាមួយនឹងទំហំបច្ចុប្បន្នអញ្ចឹង linear ក៏លេខត្រូវ degree ទី2ក៏លេខត្រូវអញ្ចឹងប្រហែលជាប្រើ exponential បាទក្រៅពី exponential មាន model មួយទៀតដែល
គឺថា improve ទៅលើ exponential ព្រោះ exponential យើងសន្មតថាស្ថិតនៅក្នុង perfect condition គឺយើងនិយាយពីមីតោគឺចេញពីកោសិកា1ទៅ2 2ទៅ4 4ទៅ8យើងសន្មតថាអត់មានងាប់អីតាមផ្លូវទេកោសិកាគឺថាវាបរិទៅរហូតប៉ុណ្ណានៅក្នុងស្ថានភាពជាក់ស្ដែងកោសិកាមានបាត់បង់ខ្លះដែរមានកោសិកាខ្លះវាងាប់វាអីចឹងទៅឬក៏មានបញ្ហាជំងឺអីចឹងទៅអញ្ចឹងmodel exponential វាហាក់ដូចជា ideal ពេកវា perfect ពេកគឺថាឡើងទៅអត់មានអីមករំខានប៉ុន្តែក្នុងស្ថានភាពជាក់ស្ដែងវាមានលក្ខខណ្ឌមួយចំនួនដែលមកទប់មិនឲ្យអត្រាម្រែម្រួលហ្នឹងឡើង perfect របៀបនោះបាទអញ្ចឹងយើង improve exponential ដោយប្រើគំរូមួយទៀតយើងហៅថាគំរូ logistic បាទតែ logistic ហ្នឹងនិន្នាការវាដំបូងគឺស្តៀងមួយ exponential ដែរប៉ុន្តែក្រោយមកវាចាប់ផ្ដើម slow down វិញហើយ slow ហ្នឹងគឺថាដល់កម្រិតមួយគឺវានៅត្រឹមរហូតមកបាទបើយើងប្រៀបធៀបចំនួនប្រជាជនវិញបច្ចុប្បន្នចំនួនប្រជាជនលើពិភពលោកកើនខ្លាំងទៅប៉ុន្តែដល់កម្រិតមួយគឺវាមិនលែងកើនទេដែរដោយសារតែតេតិនជាមួយនឹង resource ដោយសារតែធនធានរបស់ផែនដីយើងមានកំណត់អញ្ចឹងពេលណាមួយមនុស្សដល់កម្រិតមួយលែងកើនទេដែរអាចថាជំងឺមកស្កាត់ឬក៏ដោយសារខ្វះស្បៀងខ្វះអីជាដើមអញ្ចឹងទៅតាម exponential គឺថាឲ្យតែមានពេលវេលាទៅមុខគឺថាចំនួនជាឡើងរហូតប៉ុន្តែក្នុងជាក់ស្ដែងធនធានមានកំណត់វាអត់អាចឡើងទៅរហូតទេអញ្ចឹងហើយបាននៅទីនេះ logistic អាចជា model ថ្មីជំនួសឲ្យអនុគម exponential បាទខ្ញុំនឹងមាន project ពាក់ព័ន្ធជាមួយនឹង exponential ក៏ដូចជា logistic នឹងដើម្បីអ្នកគេធ្វើដោះស្រាយទៅលើរឿងផ្សេងបាទហើយអនុគម logistic អាចប្រើវាសម្រាប់ model ពាក់ព័ន្ធនឹងចំនួនបាក់តេរីជាដើមបាក់តេរីនឹងវាស្តៀងមួយនឹងការធ្វើមីតូដែលខ្ញុំនិយាយខាងលើមិញហ្នឹងបាទมันអាចជាថារីកទៅរហូតទេពេលណាមួយបាក់តេរីវាខ្វះគេហៅថាសារធាតុចិញ្ចឹមហ្នឹងវាមានការបាត់បង់ទៅវិញទៅបាទហើយ model មួយទៀតដែលយើងមិនអាចមើលរំលងបានគឺ model ត្រីកោណមាត្រត្រីកោណមាត្រហ្នឹងយើងដឹងក្រាបវារាងជាស៊ីនុយសូអ៊ីតជាទូទៅអនុគមត្រីកោណមាត្រយើងអាចប្រើវាដើម្បីពិពណ៌នាបាតុភូតផ្សេងដែលកើតឡើងដដែលវាមានខួបរបស់វាចុងក្រោយវា repeat ដដែលអាហ្នឹងប្រើត្រីកោណមាត្រដែរបាទអញ្ចឹងនេះវាជា original trigonometric function អនុគមត្រីកោណមាត្រតាមប៉ុន្តែនៅក្នុងជីវភាពប្រហែលជាយើងត្រូវការបដូរខួបបដូរទំហំរលកហ្នឹងឲ្យវាមកទូទៅបាទអញ្ចឹងហើយបានយើងត្រូវ extend អនុគមត្រីកោណមាត្រមកទម្រង់ទូទៅបែបនេះយើងធ្វើការថែមថយវាបាទអញ្ចឹងសរុបមកយើងឃើញថាយើងពិតជាបានប្រើប្រាស់អនុគមមានដូចជាអនុគម linear ឬក៏ non-linear ដើម្បីដោះស្រាយបញ្ហានៅក្នុងជីវភាពជាក់ស្ដែងមែនបាទយើងមិនគ្រាន់តែរៀនវាដើម្បីប្រឡងដើម្បីអីទេបាទនៅ high school ពីច្រើនអ្នកសិក្សាអនុគមបាទជាតែសិក្សាទៅចុងក្រោយរៀនដើម្បីប្រឡងប៉ុន្តែអត់ដឹងថាតើយើងយកវាមកប្រើធ្វើអីខ្លះនៅទីនេះយើងបានឃើញពីសារៈប្រយោជន៍សារៈសំខាន់របស់វានៅក្នុងរឿងមួយចំនួនជាពិសេសគឺរឿងព្យាករណ៍បាទព្យាករណ៍ពី future trend បាទតែអាចឲ្យយើងត្រៀមខ្លួនទៅមុនបាទព្យាករណ៍ទៅមុនហើយការប្រើប្រាស់គឺចេញពីអនុគមអញ្ចឹងខ្ញុំបញ្ចប់ topic ទី2